ជំរាបសួរបងប្អូនទាំងអស់គ្នានៅប្រទេសថៃបានបញ្ចប់ការបោះឆ្នោតនៅវេលាម៉ោង7យប់កាលពីម្សិលមិញថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026គណៈបកភូមិใจថៃរបស់លោកអនុទិនឆៃវីរកុលបានប្រកាសទទួលជ័យជំនះនៅការបោះឆ្នោតសភាបើយោងតាមលទ្ធផលបឋមនៅការចេញសេចក្តីប្រកាសរបស់ទូរទស្សន៍ប៉ុស្តិ៍ថៃគណៈបកភូមិใจថៃរបស់លោកអនុទិនទទួលបានសម្លេងឆ្នោតជិត200អាសនៈចំណែកឯគណៈបកក្រុមប្រឆាឈនរបស់ក្រមចម្រើននិយមដែលដឹកនាំដោយក្រមយុវជនបានធ្លាក់ទៅលេខរៀងទី2ដោយទទួលបានសម្លេងជិត100អាសនៈរីឯគណៈបកភឿថៃដែលមានក្មួយរបស់លោកថាក់ស៊ីនជាបេក្ខជននាយករដ្ឋមន្ត្រីទទួលបានសម្លេងឆ្នោតនៅចំណាត់ថ្នាក់ទី3នេះបើយោងតាមលទ្ធផលបណ្ដោះអាសន្នដែលបានផ្សាយចេញពីទូរទស្សន៍ថៃប៉ុស្តិ៍លេខ3គណៈបកភូមិใจថៃរបស់លោកអនុទិនឆៃវីរកុលបានទទួលសម្លេងនាំមុខរបស់គណៈបកประชาชนលោកណាត់ភងរឿងបញ្ញវុធច្រើនលើសលប់បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបើផ្អែកទៅនឹងការស្ទង់មតិនៅចុងខែមករាកន្លងទៅបេក្ខជននាយករដ្ឋមន្ត្រីមកពីគណៈបកប្រជាជនទទួលបានសម្លេងគាំទ្រប្រមាណ 35.1% នាំមុខគណៈបកភូមិใจថៃរបស់លោកអនុទិនទៅទៀតដែលទទួលបានសម្លេងគាំទ្រត្រឹមតែ 16% ប៉ុណ្ណោះលោកអនុទិនឆៃវីរកុលបាននិយាយនៅចំពោះមុខអ្នកសារព័ត៌មាននៅទីស្នាក់ការគណៈបកនៅយប់ថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026នេះថាគណៈបកភូមិใจថៃរបស់លោកបានទទួលសម្លេងច្រើនជាងគេឈរនៅចំណាត់ថ្នាក់ទី1ក្នុងការបោះឆ្នោតលើកនេះលោកអនុទិនបានបន្តទៀតថាជ័យជំនះលើកនេះគឺជាជ័យជំនះរបស់ប្រជាជនថៃទូទាំងប្រទេសហើយលោកក៏បានថ្លែងអំណរអគុណដល់អ្នកបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណៈបកភូមិใจថៃឲ្យបន្តដឹកនាំរដ្ឋាភិបាលនៅអាណត្តិថ្មីគណៈបកភូមិใจថៃដែលជាគណៈបកអភិរក្សនិយមបានទទួលសម្លេងឆ្នោតច្រើនបែបនេះបើតាមការប៉ាន់ស្មានរបស់អ្នកនយោបាយមួយចំនួននិយាយថាអាចមកពីការធ្វើសង្គ្រាមជាមួយកម្ពុជានៅតាមព្រំដែនកន្លងមកនៅអំឡុងពេលជិតមានការបោះឆ្នោតលោកអនុទីនឆានវីរកុលបានសន្យាជាមួយប្រជាពលរដ្ឋថានឹងសាងរបងព្រំដែនជាមួយកម្ពុជាបើសិនជាលោកជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីសារជាថ្មីហើយត្រៀមរើសយុវជនថែមប្រមាណ 10,000 នាក់ឲ្យចូលបម្រើក្នុងជួរកងទ័ពការសន្យាជាច្រើនបានធ្វើឲ្យលោកទទួលបានប្រយោជន៍ភាពរឹតតែខ្លាំងក្នុងចំណោមមហាជនថៃជាច្រើនឃើញនៅបញ្ហាព្រំដែនបានចាត់ទុកថាលោកអនុទិនជាមេដឹកនាំដ៏ខ្លាំងពូកែដែលអាចការពារមរណភាពទឹកដីថៃបានចំណែកលោកណាត់ភងរឿនបញ្ញវុធបានព្រមទទួលស្គាល់នៅភាពបរាជ័យរបស់ខ្លួនដែលគណៈបកប្រជាជនរបស់ខ្លួនបានទទួលសម្លេងត្រឹមតែ100អាសនៈតិចជាងសម្លេងដែលគណៈបកមានគោលដៅឲ្យបានច្រើនជាង250អាសនៈបើមានសម្លេងច្រើនក្នុងរដ្ឋសភានឹងអាចបង្កើតរដ្ឋាភិបាលដោយខ្លួនឯងមិនចាំបាច់ចាប់ដៃជាមួយនឹងគណៈបកផ្សេងទៀតឡើយត្រឡប់មកក្រោយអំឡុងពេលជិតដល់មានការបោះឆ្នោតគណៈបកប្រជាជនធ្លាប់បានសន្យានឹងលុបចោលកាតព្វកិច្ចយោធានិងកាត់បន្ថយរមងារឧត្តមសេនីយ៍បើទោះបីជាមិនទទួលបានសម្លេងច្រើននាំមុខក្នុងរដ្ឋសភាក៏ប៉ុន្តែគណៈបកភូមិใจថៃរបស់លោកអនុទិនឆៃវីរកុលនៅតែបង្កើតរដ្ឋាភិបាលបានមានមតិជាច្រើននៅតែសង្កេតថាគណៈបកភូមិใจថៃរបស់លោកអនុទិននឹងចងសម្ព័ន្ធចាប់ដៃគ្នាជាមួយនឹងគណៈបកផាក់ភឿថៃរបស់ក្មួយប្រុសលោកថាក់ស៊ីនដើម្បីបង្កើតរដ្ឋាភិបាលចម្រុះទោះជាយ៉ាងណាការបោះឆ្នោតគឺបានបញ្ចប់ទៅហើយតែប្រជាពលរដ្ឋក៏ដូចជាមហាជនមួយចំនួនបានលើកឡើងនៅភាពមិនប្រក្រតីនិងភាពមិនសុក្រិតនៃការបោះឆ្នោតដោយនៅទីតាំងមួយចំនួនគឺបានបិទនៅកាមេរ៉ាសុវត្ថិភាពក៏ដូចជាពណ៌នៃការបោះឆ្នោតគឺមានភាពខុសប្រក្រតីផងដែរប្រជាពលរដ្ឋមួយចំនួនទៀតបានលើកឡើងនៅភាពមិនប្រក្រតីដោយមុនការបោះឆ្នោតគឺមានខាងបកភូមិใจថៃរបស់លោកអនុទិនបានចែកជាស្រោមសបុតនៅក្នុងនោះមានក្រដាសប្រាក់ពណ៌ស្វាយចែកដល់ប្រជាពលរដ្ឋនេះគឺសមបញ្ជាក់ឲ្យឃើញថាការលើកឡើងមួយចំនួនមានការជជែកវែកញែកថាគឺជាការសោកប៉ាន់មុនថ្ងៃបោះឆ្នោតទោះជាយ៉ាងណាមានតែរងចាំមើលនៅព័ត៌មានបន្តទៀតនេះគឺគ្រាន់តែជាការសង្ខេបខ្លីៗពីខ្ញុំសូមអរគុណសម្រាប់ការចូលទស្សនា